សម្រាប់សពថ្ងៃហ្នឹងគេបង្កើត LLM ហ្នឹងតាមរយៈពីដំណាក់កាលធំដំណាក់កាលទី1គេហៅថា pre-train ដែលបន្ទាប់ពី pre-train ទៅគឺយើងទទួលបានរបស់មួយគេឲ្យឈ្មោះវាថា base model ដំណាក់កាលធំទី2គឺយើងធ្វើការ fine tuning បើយើងនិយាយជាទូទៅវាថាឲ្យ LLM ហ្នឹងយល់អំពីការឆ្លើយឆ្លងជាមួយមនុស្សក្នុងដំណាក់កាលទី2ធំហ្នឹងមាន2ដំណាក់កាលទៀតដំណាក់កាលទី1គឺ supervised fine tuning គ្រាន់តែឲ្យ LLM follow instruction យើងទទួលបាន model មួយដែលគេឲ្យឈ្មោះថា instruct model ហើយដោយសារតែយើងត្រូវការនិយាយជាមួយមនុស្សអញ្ចឹងយើងត្រូវការឲ្យរបស់ដែលយើងទទួលបានហ្នឹងគឺវាស្គាល់តម្លៃរបស់មនុស្សគេប្រើប្រាស់ technique reinforcement learning with human feedback គេហៅអា model ទទួលបានហ្នឹងថា chat model គ្រាន់តែអាពាក្យនេះគេអត់ទូលំទូលាយទេភាគច្រើនទូលំទូលាយតែ base model ដែលគេប្រើច្រើនហើយនិង instruct model